ព្រះអង្គម្ចាស់យាងមកទាំងយប់អាធ្រាត្របែបនេះតើមានការអ្វីដែរចា៎ខ្ញុំមកនេះគឺដើម្បីការដោះដូរមួយការដោះដូរខ្ញុំដឹងថានាងចេះអ្វីហើយក៏ដឹងថានាងចង់បានអ្វីដែរនាងចង់បានសេរីភាពពេញលេញចង់រួចផុតពីចំណងក្នុងភូមិគ្រឹះនេះដើម្បីទៅធ្វើរឿងដែលនាងចង់ធ្វើចំណែកខ្ញុំគឺត្រូវការអ្វីដែលនៅក្នុងខួរក្បាលរបស់នាងនឹងហើយខ្ញុំម្ចាស់មិនយល់ទេថាព្រះអង្គម្ចាស់កំពុងមានបន្ទូលពីរឿងអីអ្នកនាងលីវមនុស្សឆ្លាតមិនបាច់និយាយវៀងវៃទេគុណបំណាច់ដែលខ្ញុំជំពាក់នាងមិនមែននិយាយឡើងដោយគ្មានមូលហេតុនោះទេលីវឈីងជូពិតប្រាកដកាលពីកន្លះឆ្នាំមុនដើម្បីជួយសង្គ្រោះខ្ញុំនាងបានស្លាប់ក្នុងហេតុការណ៍លួចធ្វើឃាតមួយបាត់ទៅហើយនាងស្លាប់ជំនួសខ្ញុំពេលខ្ញុំរកឃើញសាកសពនាងខ្ញុំបានសន្យានឹងនាងថានឹងមើលថែគ្រួសារនាងឲ្យបានល្អបំផុតប៉ុន្តែពេលខ្ញុំទៅដល់ភូមិលីវទីនោះគ្មានសល់មនុស្សសូម្បីតែម្នាក់រហូតដល់3ខែមុនទើបខ្ញុំអាចទទួលអារម្មណ៍ពីនាងម្ដងទៀតនៅក្នុងភូមិគ្រឹះនេះខ្ញុំដឹងថានាងមិនមែនជាឈៀងជូទេតែនាងបែរជាមកគ្រប់គ្រងរាងកាយមួយនេះទៅវិញបើនិយាយឲ្យចំទៅអ្នកដែលខ្ញុំជំពាក់គុណគឺជានាងនេះហើយ